បើសិនជាមនុស្សពីរនាក់ស្រឡាញ់គ្នាអត់មានផែនការហិរញ្ញវត្ថុជាមួយគ្នាអត់មានគោលដៅរួមគ្នាអត់គិតគូរខិតខំប្រឹងប្រែងមួយគ្នាទេអាក្តីស្រឡាញ់ហ្នឹងក៏វាអត់យូរវែងចំពោះបងវិញតើបងគិតថាលុយសំខាន់នៅពេលណាលុយសំខាន់នៅពេលដែលជីវិតយើងត្រូវការជំរើសគ្រួសារមួយដែលល្អឬក៏មានសន្តិភាពហ្មងណាគឺមិនមែនសំខាន់ទៅលើថាចែកលុយគ្នាដាច់ទេតែយើងចែកទំនួលខុសត្រូវឲ្យច្បាស់លាស់ការចាយលុយមកលើខ្លួនឯងតាក់ទងជាមួយនឹងមិនថាសម្រស់ឬក៏ការរៀនសូត្រគឺត្រូវតែចាយកុំព្យាយាមយកជីវិតខ្លួនឯងទៅប្រៀបធៀបនៅអ្វីដែលយើងឃើញនៅលើបណ្ដាញសង្គមណាធ្វើទៅតាមលទ្ធភាពខ្លួនឯងទៅចាសួរបងចាអញ្ចឹងថ្ងៃនេះមានកិត្តិយសមែនតើបានអញ្ជើញគេហៅថាបងដែលគាត់ជាអ្នកផលិតមាតិកាមកនៅក្នុងកម្មវិធី Money with Gen Z ហើយមែនតើទៅកម្មវិធីរបស់យើងគឺធ្វើអំពីការចាត់ចែងលុយការរកលុយអីផ្សេងមែនតើថ្ងៃនេះចង់ឲ្យបងចែកម្លែកពីជីវិតគ្រួសារអីផងដែរដើម្បីឲ្យអ្នកដែលគាត់ស្ដាប់វីដេអូនេះបានផ្លែកភ្នែកផ្លែកចិនអញ្ចឹងកុំឲ្យរងចាំយូរទៅជួបជាមួយនឹងបងទាំងអស់គ្នាចាអញ្ចឹងបងអាចណែនាំខ្លួនឯងតិចបានទេបងចាជំរាបសួរនេះខ្ញុំរស្មីសប្តាហ៍ថ្ងៃខ្ញុំជាម្ចាស់អាជីវកម្មអនឡាញតាក់ទងជាមួយនឹងផ្នែក skin care ហើយ page business page របស់ខ្ញុំមានឈ្មោះថាសាសា cosmetic អញ្ចឹងអ្នកនៅលើវិស័យអនឡាញឬក៏អ្នកលក់ skin care ដូចគ្នាភាគច្រើនគាត់ហៅខ្ញុំថាអូនសាឬក៏បងសាហ្នឹងហើយអញ្ចឹងបងលក់អនឡាញនេះប្រហែលឆ្នាំហើយបងច្រើនឆ្នាំមកហើយដឹងច្រើនឆ្នាំដែរចូលជិត10ឆ្នាំដែរចូល10ឆ្នាំចាសិស្សច្បង skin care សិស្សច្បងលក់អនឡាញមិនអញ្ចឹងចាហើយទន្ទឹមនឹងហ្នឹងខ្ញុំក៏ជាអ្នកផលិតវីដេអូចែកម្លែកតាក់ទងជាមួយនឹងបច្ចេកវិទ្យានៅលើបណ្ដាញសង្គមដែរចាបងបើនិយាយពីចំណុចហ្នឹងខ្ញុំរៀងឆ្ងល់បន្តិចមាតិកាមានច្រើនមែនតើប៉ុន្តែហេតុអីបានបងជ្រើសរើសយកការផលិតមាតិកាពាក់ព័ន្ធមួយបច្ចេកវិទ្យាអញ្ចឹងបងដោយសារតែមែនតើទៅខ្ញុំរាល់ថ្ងៃហ្នឹងខ្ញុំក៏កាន់ digital marketing ឲ្យក្រុមហ៊ុនឯកជនតាក់ទងជាមួយនឹង cyber solution បានថា cyber security IT solution cyber security បងអាច detail តិចបាននេះក្រុមហ៊ុនហ្នឹងយើងមានសេវាកម្មអីគេយើងជាក្រុមហ៊ុនដែលផ្ដល់ជូនដំណោះស្រាយផ្នែកបច្ចេកវិទ្យាដល់ស្ថាប័នឬក៏ក្រុមហ៊ុនធំតាក់ទងជាមួយនឹងការការពារទិន្នន័យឬក៏ឯកសារសំខាន់និយាយរួមទៅគឺសុវត្ថិភាពបច្ចេកវិទ្យាជូនដល់ស្ថាប័នតែម្ដងចាអញ្ចឹងខ្ញុំគឺ digital marketing នៅក្នុងហ្នឹងហើយក្រុមហ៊ុនហ្នឹងfounder គឺជាគ្រួសាររបស់ខ្ញុំចាមានអារម្មណ៍ថាស្ដាប់មួយផ្លែតអាជីវកម្មបងនេះគឺច្រើននៅក្នុងដៃមែនតើគេថាជំនាញមុខជំនាញគឺច្រើនពហុជំនាញចាពហុជំនាញបើសិនជាគ្រាន់តែស្ដាប់ខ្ញុំគិតថាមនុស្សភាគច្រើនគឺប្រកាសជាគិតថាបងនៅលាវបានបងអាចកាន់ការងារច្រើនអញ្ចឹងតែបងនៅលាវឬមួយក៏មិនបច្ចុប្បន្នខ្ញុំមានគ្រួសារហើយខ្ញុំមានកូន2នាក់ទៀតកូន2នាក់កូនបងអាយុប្រហែលប៉ុន្មានខ្លះបងកូនទី1អាយុ11ឆ្នាំហើយកូនទី2អាយុ6ឆ្នាំហើយអញ្ចឹងមានន័យថាម៉ាមីគឺកូន2ហើយកូនធំទៀតចាហេតុអីបានបងជ្រើសយកផ្លូវថាជួយធ្វើការឬមួយក៏ចេញធ្វើជាអីផ្សេងលក់អនឡាញផងធ្វើមាតិកាផងហើយជាមួយនឹងធ្វើ marketing ឲ្យខាងគ្រួសារបងទៀតហើយបានអត់ជ្រើសរើសយកនៅផ្ទះមើលកូនដោយសារតែខ្ញុំគិតថានៅផ្ទះមើលកូនគឺល្អហើយយើងបានមើលថែទាំកូនខ្លួនឯងហើយប៉ុន្តែតាមពិតទៅខ្ញុំនៅសល់ពេលខ្ញុំនៅអាចឆ្លៀតខ្ញុំគិតថាកំឡុងពេលដែលខ្ញុំតនេហ្នឹងតែខ្ញុំអាចឆ្លៀតធ្វើអីបានដែលអាចបង្កើតចំណូលហើយបង្កើនតម្លៃឲ្យខ្លួនឯងទៀតអញ្ចឹងបើនិយាយមែនតើគឺខ្ញុំអត់ចូលចិត្តនៅស្ងៀមហ្នឹងហើយអញ្ចឹងយ៉ាងហោចណាស់ខ្ញុំត្រូវលៃពេលជ្រៀកពេលមិនដើម្បីឲ្យខ្លួនឯងអាចមើលថែគ្រួសារផងក៏អាចធ្វើអ្វីមួយដែលអាចឲ្យខ្លួនឯងមានប្រាក់ចំណូលដូចគ្នាចាតាមពិតយើងបានន័យយើងកាន់ទាំងពីរយើងនឿយដែរណាអញ្ចឹងណាបងមិនអញ្ចឹងចាតែក៏នៅតែព្យាយាមធ្វើត្រូវឯបងចាបើសិនជានិយាយឲ្យស្រួលស្ដាប់អាចថាបងកើតមកនៅក្នុងគ្រួសារធូរធារដែរឬមួយក៏គ្រួសារដែលគាត់អត់បែបណាបងសម្រាប់ខ្ញុំកើតនៅក្នុងគ្រួសារមួយដែលហៅថាជីវភាពអត់ស្រួលហ្មងទេបានថាមិនធូរធារទេព្រោះខ្ញុំអត់មានឪពុកទេខ្ញុំមានតែម្ដាយអញ្ចឹងគាត់ម្នាក់ឯងគាត់ចិញ្ចឹមកូន3នាក់ហ្នឹងហើយគាត់ផ្គត់ផ្គង់ដល់ពួកខ្ញុំរៀនចប់ទាំងអស់គ្នា
ចឹងជីវភាពពួកខ្ញុំអត់ស្រួលហ្មងនេះពេលកុមារភាពណា ចា ចា បន្ទាប់មកទៀតក៏ម៉ាក់គាត់ត្រូវចិញ្ចឹមកូន3នាក់ប៉ុន្តែគាត់អាចធ្វើបានហើយឲ្យកូនរៀនដល់ចប់រហូតដល់បងធំមានគ្រួសារដល់សប្តាហ៍ថ្ងៃបងមានអារម្មណ៍ថាគេហៅអារម្មណ៍មួយដែលមានមោទនភាពជាមួយគាត់ឬមួយក៏អាចថាចង់យកគំរូតាមគាត់ទេ បើប្រកាសថាគាត់ជា role model របស់ខ្ញុំហ្មង ចាដោយសារតែវត្តមានគាត់ទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមនុស្សស្រីមិនមែនមើលតែកូននៅផ្ទះបានធ្វើបានទេដូចគាត់ចឹងគាត់គឺជាគំរូមួយដែលឲ្យខ្ញុំមើលឃើញថាគាត់ក៏មានដៃពីរដូចមនុស្សប្រុសដែរគាត់ក៏អាចធ្វើការងារបានជាច្រើនដែរហើយកំឡុងពេលហ្នឹងគាត់ក៏អាចគត់គង់មើលថែកូនបានដែរអញ្ចឹងទើបខ្ញុំតាមពិតខ្ញុំកំពុងតែដើរនៅលើផ្លូវរបស់គាត់ដូចគ្នាខ្ញុំអត់អាចអនុញ្ញាតឲ្យខ្លួនឯងហ្នឹងនៅត្រឹងមកកន្លែងមើលតែកូនហើយចោលពេលខ្ញុំអាចឆ្លៀតពេលខ្ញុំអាចធ្វើអីបានគឺសុទ្ធតែឆ្លងកាត់មកពីខ្ញុំមើលឃើញគំរូរបស់ម៉ាក់ខ្ញុំដែរព្រោះគាត់ពេលដែលគាត់នៅក្មេងគាត់នៅមើលថែទាំកូនហ្នឹងគាត់ធ្វើរឿងច្រើនណាគាត់ធ្វើការផងគាត់ចេញមកគាត់ដេរផងអីផងអញ្ចឹងគាត់ឆ្លៀតធ្វើរឿងបានច្រើនអញ្ចឹងខ្ញុំគិតថាខ្ញុំក៏អាចធ្វើបានដូចគ្នាដែរចាបងអាចថាយើងក៏បានមើលឃើញពីទុកលំបាករបស់គាត់ដល់ពេលយើងមកមើលខ្លួនឯងគាត់ថាយើងក៏អាចធ្វើបានដូចគាត់ដែរអញ្ចឹងទៅចាបច្ចុប្បន្នបងមានគ្រួសារហើយបើតាមខ្ញុំដឹងបងដូចជារៀបការនៅក្នុងវ័យ22ឆ្នាំទៅហើយបងចាបងគាត់ថាបើសិនជាអាចបកក្រោយទៅវិញណាបងនឹងរៀបការនៅក្នុង22ឆ្នាំហ្នឹងឬមួយក៏បងចង់ចាយជីវិតនៅលាវហើយជីវិតជាយុវវ័យរយៈពេល4ឆ្នាំទៅ6ឆ្នាំបន្ថែមទៀតអត់បើត្រឡប់ក្រោយវិញខ្ញុំនៅតែរើសយកជំរើសដដែលហេតុអីមិនមានន័យថារៀបការហើយបញ្ចប់ជីវិតយុវវ័យឬក៏ភាពសប្បាយរីករាយទេចាគ្រាន់តែខ្ញុំបើកទំព័រមួយទៀតក្នុងជីវិតទេតែពេលរៀបការហើយខ្ញុំទទួលបានភាពរីករាយមួយផ្នែកទៀតវាខុសពីយុវវ័យហ្នឹងហើយហើយខ្ញុំទាំងពីរនាក់ខ្ញុំនៅតែពីរនាក់ទៀតអញ្ចឹងបើនិយាយពីសេរីភាពវិញវាចង់សេរីភាពជាងពេលយើងអត់ទាន់មានគ្រួសារទៀតយើងទៅណាយើងអាចមានគ្នាចាមានគ្នាហើយយើងអាចមានសេរីភាពក្នុងការសម្រេចចិត្តយើងធ្វើអីគឺបានលឿនជាងមុនហ្នឹងហើយនេះប្លែកខ្ញុំធ្លាប់ជួបប្រដងគាត់ចេះតែនិយាយថាជីវិតគ្រួសារអត់ស្រួលទេដូចអនឡាញគិតទេតែបងមកបងប្រាប់ថាវាចង់សុបាយជាងការខ្លួនឯងនៅម្នាក់ឯងទៀតណាចាបងបើសិនជានិយាយពីចំណុចហ្នឹងមួយរយៈនេះខ្ញុំឃើញគេវែកញែកច្រើនពាក់ព័ន្ធជាមួយនឹងរឿងលុយរឿងអីចឹងទៅណាមួយកម្មវិធីយើងពាក់ព័ន្ធមួយលុយដូចគ្នាអញ្ចឹងជាទូទៅគេមិនជាទូទៅឯភាគតិចគេនិយាយថាអញ្ចេះបងគេថាលុយវាអត់សំខាន់ទេឲ្យតែមនុស្សពីរនាក់ស្រឡាញ់គ្នាដឹងតែអាចរស់នៅជាមួយគ្នាបានយូរអង្វែងហើយចំពោះបងគិតមិននៅក្នុងចំណុចហ្នឹងចំពោះខ្ញុំយល់ថាក្តីស្រឡាញ់ហ្នឹងគឺជាមូលដ្ឋានគ្រឹះនៅក្នុងគ្រួសារប៉ុន្តែលុយក៏ជាផ្នែកមួយដែលសំខាន់ដែរនៅពេលដែលយើងពីរនាក់អត់ទាន់រៀបការមួយគ្នាបានថាយើងស្រឡាញ់គ្នាដំបូងយើងជាសង្សារនឹងគ្នាយើងអាចមានការគិតមួយថាអត់លុយក៏បានដែរហ្នឹងហើយអត់លុយក៏យើងអាចស្រឡាញ់គ្នាក៏មានសុភមង្គលដែរប៉ុន្តែនៅពេលដែលយើងបង្កើតគ្រួសារពេលដែលយើងរៀបការវាមានចំណាយជាក់ស្ដែងជាច្រើនដែលយើងកិច្ចអត់បានទេហ្នឹងហើយមានថ្លៃផ្ទះថ្លៃម្ហូបអាហារពេទ្យបើយើងមានកូនយើងត្រូវរៀនយើងត្រូវចាំបីបាច់កូនទៀតអញ្ចឹងទាំងអស់ហ្នឹងគឺសិតតែត្រូវប្រើលុយអញ្ចឹងបើសិនជាមនុស្សពីរនាក់ស្រឡាញ់គ្នាអត់មានផែនការហិរញ្ញវត្ថុអត់មានផែនការហិរញ្ញវត្ថុជាមួយគ្នាអត់មានគោលដៅរួមគ្នាអត់គិតគូរខិតខំប្រឹងប្រែងមួយគ្នាទេក្តីស្រឡាញ់ហ្នឹងក៏វាអត់យូរអង្វែងដែរវាជាអត់ផុតពីរកម្មរកុសគ្នាទេវាអាចថាមិនដល់ថ្នាក់បែកបាក់ទេប៉ុន្តែក៏រស់នៅជាមួយគ្នាដែរអត់សុខទេចាបើយើងអត់មានលុយតិចច្រើនក៏មានបញ្ហាមួយគ្នាឆ្លោះតោះតែងគ្នាឬក៏អន់សម្ពន្ធចិត្តមួយគ្នាដែរចាបងអញ្ចឹងចំពោះបងវិញតើបងគិតថាលុយសំខាន់នៅពេលណាលុយសំខាន់នៅពេលដែលជីវិតយើងត្រូវការជំរើសផ្លែយបងសុំបកស្រាយទៅមើលខ្ញុំអត់ដែរឮពាក្យនឹងមកពីមុនទេពេលដែលយើងឈឺយើងត្រូវការរើសពេទ្យដែលល្អពេលដែលកូនយើងដល់វ័យត្រូវចូលរៀនយើងត្រូវរើសសាលាដែលល្អឬក៏ពេលដែលយើងចង់ផ្ដល់ឲ្យនៅជីវភាពមួយជីវិតមួយដែលល្អប្រសើរដល់មនុស្សជាទីស្រឡាញ់របស់យើង
ក៏ត្រូវការលុយដែរយើងត្រូវតែបានថាជីវិតយើងគឺមានជំរើសរហូត ចា៎ អញ្ចឹងបើយើងនៅមានជំរើសលុយគឺនៅតែសំខាន់ ចា៎បង លុយខ្ញុំឲ្យថាលុយមានតម្លៃគឺនៅពេលដែលវាអាចការពារគ្រួសារយើងបាន ចា៎ វាអាចផ្ដល់ឲ្យសុវត្ថិភាពហើយជាពិសេសគឺវាអាចផ្ដល់នៅសេរីភាពនៅក្នុងការសម្រេចចិត្តធម្មតានៅពេលដែលយើងមានលុយយើងសម្រេចចិត្តក៏លឿនដែរ ចា៎ យើងឱកាសក៏ច្រើនដែរបើយើងអត់មានលុយនៅក្នុងដៃយើងអត់មានដើមទុនជួនកាលឱកាសគេឲ្យមកហើយតែយើងអត់ហ៊ានទទួលយកទេ ហ្នឹងហើយ យើងអត់តមានលុយអត់ ចា៎ មានសមត្ថភាពគ្រប់គ្រាន់ចេះទៅ ហ្នឹងហើយអញ្ចឹងដរាបណាជីវិតយើងនៅត្រូវការជំរើសលុយនៅតែសំខាន់ ចាអាហ្នឹងសម្រាប់បងផ្ទាល់ចា ហ្នឹង តែបងចង់គិតបែបណានេះជាទស្សនៈរបស់បងទេគេថាអ្នកខ្លះទៅគាត់ថាលុយសំខាន់នៅពេលដែលគាត់មានលុយមានផ្ទះមានចង់ទិញផ្ទះទិញឡានចឹងទៅតែខ្ញុំគាត់ថារឿងមួយដែលអត់អាចប្រកែកបានហ្នឹងលុយសំខាន់នៅពេលដែលយើងឈឺ ចា យើងឈឺយើងអត់មានអីព្យាបាលខ្លួនឯង យើងអត់អាចទៅតវ៉ាបានទេ ចាចា គឺ បង ពេលដែលយើងឈឺគឺត្រូវការលុយមកដោះស្រាយ ចា៎ អញ្ចឹងលុយបើសិនជាអ្នកគាត់អត់ធ្លាប់ជួបប្រទេសហ្មងគាត់អាចយល់ថាអត់អីទេលុយអត់សូវសំខាន់អញ្ចឹងតែបើអ្នកដែលគាត់ធ្លាប់ជួបប្រទេសបញ្ហាបន្តឬក៏ដល់ថ្នាក់ត្រូវសង្គ្រោះជីវិតណានឹងបានដឹងថាពេលដែលមានលុយគឺយើងពិតជាសង្គ្រោះជីវិតមនុស្សបាន បើបងនិយាយចឹងមានន័យថាបងធ្លាប់មានបទពិសោធន៍តាក់ទងរឿងហ្នឹងមែនបង ដោយសារមិនជាមានបទពិសោធន៍អីខ្លាំងណាស់ណាទេដោយសារតែឃើញមិត្តភ័ក្តិឬក៏អ្នកជុំវិញខ្លួនអីហ្នឹងណា ចា ខ្ញុំមើលឃើញចេះមានអ្នកខ្លះក្រុមគ្រួសាររបស់គាត់ឬក៏ចាស់នៅក្នុងផ្ទះគាត់ឈឺធ្ងន់ដល់ថ្នាក់ត្រូវវះកាត់ឬក៏ផ្លាស់ប្ដូរ ចូល ICU ហ្នឹង ចឹ ហើយ ងទៅ អញ្ចឹងខ្ញុំឃើញថាពេលដែលពួកគាត់មានលុយនៅក្នុងដៃកញ្ចប់សម្រាប់ចំណាយសម្រាប់សុខភាពហ្នឹងពេលដែលមានបញ្ហានឹងបន្ទាន់គឺគាត់ដោះស្រាយបានភ្លាមហ្មងហើយសង្គ្រោះគាត់អាចសង្គ្រោះជីវិតមនុស្សបានភ្លាមដូចគ្នាតែបើយើងអត់មានលុយពេលហ្នឹងយើងគាំងហ្មង ហើយយើងនឹងមានវិបត្តិសេរី ចា ទៅខ្លាំងមែនតើចា បើសិនជាឧទាហរណ៍ថាឥឡូវអ្នកជំងឺគាត់ទៅបាត់ហើយយើងនៅមានវិបត្តិសេរីថាខ្ញុំមិនអាចជួយគាត់បានដោយសារខ្ញុំអត់មានលុយ ចា ហ្នឹងហើយ តែពិតយើងមានបញ្ហាច្រើនណាស់ពាក់ព័ន្ធមួយលុយនេះតែខ្ញុំសង្ឃឹមថាអ្នកដែលមើលវីដេអូនេះហើយអាចមានរៀបចំជាកញ្ចប់សម្រាប់ការថែទាំជំងឺរបស់ខ្លួនឯងបន្ទាប់ពីមើលវីដេអូនេះហើយចា បើនិយាយអញ្ចឹងលុយបន្តទៀតខ្ញុំចង់ឲ្យបងបញ្ចេញមតិតាក់ទងជាមួយនឹងរឿងមួយដែលគេថាប្តីប្រពន្ធណាចាយលុយរៀងខ្លួនទៅសន្តិភាពនៅក្នុងគ្រួសារកើតមានចំពោះបងគិតមិន អត់ត្រូវក៏អត់ខុសដែរ ហេតុអីបានអត់ត្រូវហើយអត់ខុសទៀត វាអាស្រ័យទៅលើការគ្រប់គ្រងហើយនឹងការទុកចិត្តគ្នាទៅវិញទៅមក ចា នៅពេលដែលយើងមានលុយផ្ទាល់ខ្លួនសម្រាប់ការចំណាយផ្ទាល់ខ្លួនគឺជារឿងដែលល្អយ៉ាងហោចណាស់គឺយើងម្នាក់យើងមានសេរីភាពក្នុងការចាយវាយដែលអត់ចាំបាច់ត្រូវសុំគ្រប់ពេលគ្រប់វេលាសូម្បីតែរឿងខ្លះតិចតួចក៏យើងត្រូវសុំដែរ ចា អញ្ចឹងមានកញ្ចប់ចំណាយផ្ទាល់ខ្លួនគឺល្អ ចា ប៉ុន្តែកុំឲ្យចែកដាច់រៀងខ្លួនពេកណារៀងខ្លួនដល់ថ្នាក់ថាយើងអត់ដឹងថាគ្រួសារយើងមានចំណូលប៉ុន្មានមានចំណាយប្រមាណមានជាពាក់បំណុលណាខ្លះអត់ដឹងទាំងអស់អញ្ចឹងចំណុចហ្នឹងខ្ញុំគិតថាវាដាច់ពេកដល់ថ្នាក់អត់ដឹងទាំងអស់អញ្ចឹងវាអាចបង្កទៅជាការសង្ស័យគ្នាឬក៏ធ្វើឲ្យតំណែងប្តីប្រពន្ធរបស់យើងឃ្លាតឆ្ងាយពីគ្នា ជួនកាលទៅស្វាមីគាត់អត់សូវចង់ឲ្យប្រពន្ធដឹងថាគាត់មានបញ្ហាអីអញ្ចឹងគាត់ចេះលាក់ឲ្យប្រពន្ធពិបាកចិត្តអីផ្សេងអញ្ចឹងណាបង ហ្នឹងហើយ ប៉ុន្តែចំពោះបងយល់ឃើញថាចំណុចនេះយើងគួរតែបើកចិត្តនិយាយគ្នាឬមួយក៏មិន អត់មានអីល្អជាងនិយាយគ្នាពិភាក្សាគ្នា ចា៎ ហើយសម័យឥឡូវហត់ទៅស្រួលទៀតទៅលើការគ្រប់គ្រងលុយ ចា យើងអាចមាន account រួមគ្នាអញ្ចឹងបើសម្រាប់ខ្ញុំគិតថាវិធីសាស្ត្រដែលអាចទៅរួច ចា យើងទាំងពីរនាក់យើងអាចមានកញ្ចប់ថវិកាចាយរួមគ្នាមួយឬក៏យើង account រួមគ្នាមួយអញ្ចឹងប្រាក់ចំណូលរបស់យើងរៀងខ្លួនយើងអាចដាក់ចូលនៅក្នុងហ្នឹងមួយចំណែក ចា ម្នាក់មួយចំណែកទៅ ចា ហើយយើងដាក់លើតុពិភាក្សាគ្នានិយាយគ្នាដាក់គោលដៅរួមគ្នាហ្មងឥឡូវកញ្ចប់ហ្នឹងយើងយកទៅចាយលើអីគេខ្លះដែលជាចំណាយរួមប្រចាំថ្ងៃរបស់យើងហើយទន្ទឹមនឹងហ្នឹងយើងនៅសល់មកចំណែកគឺសម្រាប់ការចាយវាផ្ទាល់ខ្លួនរបស់យើងហ្នឹងហើយអញ្ចឹងយើងស្រីយើងត្រូវការចាយវាផ្ទាល់ខ្លួន skin care យើងសម្លៀកបំពាក់យើងចង់ចាយអីដែលជា
ចំណាយផ្ទាល់ខ្លួនរបស់យើងដែលអត់ចាំបាច់ report ណាបងប្រុសក៏ដូចគ្នាដែរគាត់ក៏មានការចំណាយផ្ទាល់ខ្លួនខ្លះគាត់អត់ចាំបាច់ត្រូវ report ទេអញ្ចឹងយើងអាចរៀបចំមានកញ្ចប់ចំណាយផ្ទាល់ខ្លួនមានកញ្ចប់រួមហើយសំខាន់បំផុតគឺយើងទៅចែកគ្នាទេពិភាក្សាគ្នាទេមិនលុយបងក៏លុយអូននៅលុយអូនទេណាហ្នឹង យើងនិយាយទៅពីខ្ញុំទៅគ្រួសារមួយដែលល្អឬក៏មានសន្តិភាពហ្មងណាគឺមិនមែនសំខាន់ទៅលើថាចែកលុយគ្នាដាច់ទេតែយើងចែកទំនួលខុសត្រូវឲ្យច្បាស់លាស់ចាហ្នឹងហើយយើងចែកទំនួលខុសត្រូវយើងឲ្យច្បាស់លាស់យើងពិភាក្សាគ្នាយើងមានគោលដៅរួមមួយគ្នាអញ្ចឹងយើងអត់ងាយឆ្លោះគ្នាដោយសារលុយទេចាបងខ្ញុំក៏ដឹងដែរថាបងបានមានកូន2នាក់អញ្ចឹងសម្រាប់បងដែរចិញ្ចឹមកូនឲ្យគាត់ចេះចាយលុយតាំងពីក្មេងឬមួយក៏បងគិតថាបងមិនបាច់ឲ្យគាត់ចាយទេចាំធំគាត់ចេះរកខ្លួនឯងចាំឲ្យគាត់ចាយលុយពេញដៃពីខ្ញុំទៅពេលដែលកូនខ្ញុំដល់វ័យមួយដែលគាត់អាចចាយលុយបានគឺខ្ញុំបរៀនគាត់ឲ្យគាត់រៀនចេះចាយលុយពីឥឡូវទៅហើយឲ្យគាត់ដឹងថានៅពេលដែលគាត់យើងឲ្យលុយគាត់ចាយជាប្រចាំថ្ងៃហើយអញ្ចឹងគាត់ក៏មានឱកាសក្នុងការរៀនសន្សំដែរអញ្ចឹងខ្ញុំបរៀនគាត់បើសិនជាគាត់ត្រូវការអីមួយរបស់អីមួយដែលគាត់ស្រឡាញ់គាត់អាចមានវិធីសាស្ត្រក្នុងការសន្សំដកពីអាលុយដែលយើងឲ្យគាត់រាល់ថ្ងៃហ្នឹងសន្សំធ្វើម៉េចដើម្បីទៅបំពេញក្តីស្រមៃរបស់គាត់ចាមិនមែនមានន័យថាយើងបដែតបដោយឲ្យគាត់ប្រឡែងគាត់ទិញអីបានហ្នឹងទិញអីបានហ្នឹងឯងប៉ុន្តែបរៀនឲ្យគាត់ដឹងថាលុយពិបាករករបស់ដែលចង់បានក៏មិនប្រកាសថាបានភ្លាមដែរអញ្ចឹងគាត់ត្រូវមានពេលវេលាគាត់ត្រូវចេះលៃលោកមិនការចាយវាយរបស់គាត់ដើម្បីទៅបំពេញអាក្តីស្រមៃរបស់គាត់ហ្នឹងបើនិយាយអញ្ចឹងការបងពីក្មេងបងចេញធ្វើការឬក៏ចេញរកស៊ីតាំងអាយុប៉ុន្មានពេលដែលខ្ញុំចេញរកស៊ីជាមួយនឹងគ្រួសារខ្ញុំហ្មងណាព្រោះអីដោយសារពួកខ្ញុំដើរជាមួយគ្នាតាំងពីនៅរៀនមានន័យថាបងស្រឡាញ់គ្នាចាប់ដៃគ្នាតាំងពីនៅរៀននៅក្មេងអញ្ចឹងហើយពេលកំឡុងពេលនៅរៀនហ្នឹងគាត់ក៏មានធ្វើការដែរហើយក៏យើងមានបើករកស៊ីតិចតួចដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមទៅចេញមកគឺធ្វើជាមួយគាត់ហ្នឹងតាំងពីពេលដែលយើងនៅរៀនជានិស្សិតហ្នឹងហើយចាលុយដំបងដែលបងបានពីញើសឈាមរបស់ខ្លួនឯងហ្នឹងបងយកទៅធ្វើអីគេលុយដែលខ្ញុំរកបានហ្នឹងមកហ្មងបានថាគឺខ្ញុំយកមកចំណាយលើខ្លួនឯងហើយកាត់លែងទទួលយកចំណាយវាថាយើងលែងយកលុយម៉ាក់យកមកដើម្បីផ្គត់ផ្គង់ខ្លួនឯងគឺយើងចាប់ផ្ដើមយកលុយហ្នឹងមកចិញ្ចឹមខ្លួនឯងហ្មងទៅអញ្ចឹងបងឈប់មានន័យថាឈប់នៅក្រោមការចិញ្ចឹមបីបាច់របស់គាត់ហ្នឹងតាំងពីអាយុប៉ុន្មានឈប់ចាយលុយម៉ាក់ប៉ានិយាយសួរស្ដាប់ចេះណាបងអាចថាខ្ទង់ប្រហែលជា19 20អីហ្នឹង19ឆ្នាំចាហើយដៃបានសម្រេចចិត្តថាឈប់យកលុយពួកគាត់មកចាយឯងត្រូវប្រឹងហងលុយខ្លួនឯងគាត់រកលុយបាក់ដែរហ្នឹងហើយគាត់រកលុយពិបាកដែរអញ្ចឹងបើយើងជួយអីអត់បានក៏យ៉ាងហោចណាស់ខ្លួនឯងជួយខ្លួនឯងទៅក៏ជាចំណែកមួយជួយបធូរគាត់ដែរហ្នឹងហើយបើគិតតាំងពីយុ20ឆ្នាំមកបងបានខំឡើងជិត10ឆ្នាំជាងណាបងជាមួយគ្រួសាររបស់បងចាប់ដៃគ្នាបងដែរមានពេលមួយដែលពិបាកខ្លាំងរហូតបងគិតថាជីវិតនឹងលែងចង់ទៅមុខទៀតហើយមានអត់មិនថាអត់ទេមានមួយពេលដែលវាថាការរកស៊ីរបស់យើងក៏បរាជ័យនិយាយទៅការរកស៊ីក៏បរាជ័យគ្រួសារខ្ញុំក៏ត្រូវឈប់ហើយទៅធ្វើការឲ្យគេវិញហើយដល់ពេលខ្ញុំគាត់ជួនពេលហ្នឹងយើងមានទងន់ទៀតអញ្ចឹងខ្ញុំអត់អាចទៅធ្វើអីបានទេក្រៅពីនៅផ្ទះពេលហ្នឹងក៏ស្មុកខ្លាំងដែរហើយក៏ពេលហ្នឹងដែរក៏ជាពេលដែលខ្ញុំចាប់ផ្ដើមអាជីវកម្មអនឡាញរបស់ខ្ញុំដែរខ្ញុំចាប់ផ្ដើមទៅគិតទៅថាឥឡូវខ្ញុំអាចធ្វើអីបានជួយបធូរគាត់អញ្ចឹងណាព្រោះគាត់ម្នាក់ឯងគាត់ត្រូវមើលចិញ្ចឹមយើងហើយគាត់ត្រូវចិញ្ចឹមកូនទៀតហ្នឹងហើយអញ្ចឹងបានបែកគណិតលក់អនឡាញវាជាជំរើសមួយដែលខ្ញុំអាចនៅផ្ទះខ្ញុំពោះធំឬក៏កើតកូនក៏ដោយក៏ខ្ញុំនៅតែអាចធ្វើបានដែរពីដំបូងលក់អនឡាញនឹងលក់បានប៉ុន្មានខ្លងមកតិចចាកាលហ្នឹងខ្ញុំមានដើមទុនតែ$60ហ្នឹងហើយ$60ហើយយើងកាត់អវ៉ាន់ពីគេមកការជំនាន់ហ្នឹងយកអវ៉ាន់មកលក់អត់ចំណាយច្រើនទេ60 70អីហ្នឹងក៏យកមកបានដែរហ្នឹងហើយព្យាយាម
ប្រម៉ូតខ្លួនឯងនៅលើបណ្ដាញសង្គមអញ្ចឹងហើយអត់ទាន់ចេះបូតចេះអីទេ ចា ប៉ុន្តែយើងចាប់ផ្ដើមពីប្រម៉ូតខ្លួនឯងលក់អ្នកស្គាល់អ្នកមិនស្គាល់អីគាត់ចេះតែមកទិញ1 2 1 2អញ្ចឹងណាអញ្ចឹងយើងសន្សំតាំងពីនឹងមក ចា តាំងពីនឹងមកសន្សំរហូតដល់យើងមានលុយយើងទៅរៀនបូតយើងរៀនអីបន្ថែមទៀតគឺរៀនរហូត មានន័យថាបងអត់ឈប់រៀនទេ អត់ឈប់ទេឥឡូវរាល់ថ្ងៃក៏នៅរៀនដែរ នៅរៀនវគ្គខ្លីៗហ្នឹងទៀត នៅតែរៀនអញ្ចឹង ចាបងគ្រួសារបងដែរប្រាប់បងថាអូនឯងកុំនៅតែផ្ទះអីគួរតែទៅចេញជួយរកបងទៅបងម្នាក់ឯងបងទៅមកអត់រួចទេគាត់ដែរនិយាយចឹងមួយបង គាត់ដែរនិយាយអញ្ចឹងឯងតែគាត់លើកទឹកចិត្តខ្ញុំគាត់លើកទឹកចិត្តខ្ញុំគាត់កោតសរសើរថាខ្ញុំមានសមត្ថភាពធ្វើរឿងបានច្រើនជាងនឹងទៀត ហើយគាត់ថាទោះបីជាគាត់នៅចំណុចណាក៏ដោយក៏គាត់ចង់ឲ្យប្រពន្ធគាត់នៅចំណុចនឹងដូចគ្នាដែរអញ្ចឹងគាត់អត់ចង់ឲ្យគាត់ឡើងចេះឲ្យខ្ញុំនៅនេះទេតែមិនមែនទាមទារឲ្យខ្ញុំទៅធ្វើអីទេគាត់ថាខ្ញុំស្រឡាញ់អីខ្ញុំចង់ធ្វើអីធ្វើទៅគាត់គ្រប់ត្រគាត់អត់ប្រកែកអត់តវ៉ាអត់មានថាអត់ទេទៅធ្វើអាហ្នឹងបានណានៅផ្ទះមើលកូនអីអត់ទេគឺគាត់គ្រប់ត្រខ្ញុំហ្មងខ្ញុំធ្វើអីក៏បានដែរឲ្យតែខ្ញុំមានផែនការខ្ញុំច្បាស់លាស់ខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តគាត់គ្រប់ត្រគាត់រុញយើងហ្មង ចាអាហ្នឹងនៅចំណុចមួយដែលគេនិយាយថាមនុស្សស្រីយើងណាគួរតែត្រូវតែមានស្វាមីនៅពីក្រោយខ្នងណាបានយើងអាចធ្វើអីដែលវារលូនធ្វើអីល្អប្រសើរអីចឹងទៅអាហ្នឹងចំពោះបងទ្រឹស្ដីហ្នឹងអាចត្រូវច្រើនដែរបងចា បើពីខ្ញុំទៅដោយសារខ្ញុំមានគ្រួសារហើយអញ្ចឹងខ្ញុំគិតថាវាត្រូវនៅពេលដែលយើងមានគ្នាពេលយើងដើរម្នាក់ឯងវារៀងពិបាកបន្តិចហើយវាអាចនឹងរៀងយឺតបន្តិចតែពេលយើងមានគ្នាយើងអាចដើរលឿនជាងនឹងព្រោះយើងមានអ្នកជួយគ្រប់គ្រង support យើងពីក្រោយអញ្ចឹងវាអាចលឿនជាងនឹងតែក៏មិនមែនមានន័យថាមនុស្សស្រីទាំងអស់ត្រូវការបរោះមករុញដែរអញ្ចឹងវាអាស្រ័យលើកម្លាំងចិត្តលើអាការពុះពៀរបស់យើងដូចគ្នា អ្នកខ្លះទៅគាត់ថាចែគាត់ថាគាត់ម្នាក់ឯងបានហើយគាត់អត់ចង់បានណាគេមកជីវិតទេមិនដឹងថាគាត់ជួបអាបទពិសោធន៍ជួចចត់ប៉ុណ្ណាឬមួយក៏គាត់មិនចង់ត្រូវការអ្នកណាអាហ្នឹងវាពាក់ព័ន្ធជាមួយនឹងជីវិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ត្រូវឲ្យបងចាបើនិយាយអំពីការលក់ skin care របស់បងហ្នឹងច្រើនឆ្នាំមកហើយបទពិសោធន៍ការលក់អីផ្សេងក៏បងចេះច្រើនដែរហើយរហូតដល់បងមានគ្រួសារក៏បងអាចនៅថែរក្សាសម្រស់ខ្លួនដែរក្មេងជាងវ័យទៀតចាអញ្ចឹងនៅចំណុចនេះខ្ញុំចង់ដឹងបន្តិចបងសម្រាប់បងគិតថាការដែលយើងចាយលុយទៅលើខ្លួនឯងហ្នឹងវាជារឿងមួយដែលថាមិនគួរឬក៏គួរការចាយលុយមកលើខ្លួនឯងតាក់ទងជាមួយនឹងមិនថាសម្រស់ឬក៏ការរៀនសូត្រគឺត្រូវតែចាយដាច់ខាតត្រូវតែចាយហ្មងវាមិនមែនជាចំណាយដែរខ្ជះខ្ជាយទេហ្នឹងហើយពីខ្ញុំទៅវាជាការវិនិយោគខ្លួនឯងចាបើយើងចាយលុយទៅលើការរៀនសូត្រការថែទាំសុខភាពយើងរៀនសូត្រគឺយើងអភិវឌ្ឍខ្លួនឯងចាហើយយើងចាយលុយទៅលើសម្រស់ហេតុអីបានសម្រស់សំខាន់សម្រាប់មនុស្សស្រីសម្រស់គឺជាបញ្ហាផ្លូវចិត្តមួយហ្មងបើសិនជាយើងកលេចមើលខ្លួនឯងណាយើងបើកភ្នែកមកយើងឃើញខ្លួនឯងស្អាតចាយើងឃើញខ្លួនឯងស្អាតយើងសប្បាយចិត្តណាយើងសប្បាយចិត្តយើងមានកម្លាំងយើងមានថាមពលភាពជឿជាក់របស់យើង 100% ទៅបំពេញកិច្ចការងារដែលយើងត្រូវធ្វើបានលុយយើងមកថែសម្រស់ចានេះខ្ញុំគ្រប់ត្រូលចាហើយសាក់យើងងើបមកយើងឃើញខ្លួនឯងអញញ៉ៃរោករាក់មើលអត់យល់យើងបាក់ទឹកចិត្តហ្មងកុំថាចង់ចេញទៅធ្វើអីយើងទៅជួបអ្នកណាក៏អត់ចង់ដែរសូម្បីតែអ្នកនៅចិត្តយើងក៏គេអត់សុបាយចិត្តជាមួយយើងដែរមែនទេណាបងងើបមកហើយយើងចេញមកវាអត់ភ្លឹងដូចអីដែលយើងមិនថាគាត់ទៅកែមុខកែមាត់អីឲ្យវា perfect ទេណាបងយើងអាចគ្រាន់តែថារៀបចំខ្លួនធ្វើម៉េចឲ្យវាស័ក្តិសមជាមួយនឹងរូបរាងដែលយើងមានហើយចាអញ្ចឹងបើសិនជាយើងនិយាយពីសម្រស់ជាទូទៅបើគាត់ជាស្រីគាត់និយាយថាខ្ញុំកាត់មកស្អាតរងហ្នឹងអញ្ចឹងពិបាកទៅធ្វើដូចបងមិនស្អាតដូចបងទេចាអញ្ចឹងទៅចាអាហ្នឹងធ្វើម៉េចដូចនិយាយម្ដងហើយម្ដងទៅបងក៏និយាយដែរថាធ្វើម៉េចឲ្យតែសមមួយខ្លួនឯងចាអញ្ចឹងសម្រាប់បងអ្នកមានគ្រួសារហើយបងគិតថាតើផ្ទះជាមួយនឹងឡានគួរតែទិញមួយណាមុនបើពីខ្ញុំវិញបើសិនជាឲ្យរើសមានផ្ទះជាជំរកកក់ក្ដៅមួយសម្រាប់គ្រួសារជាជំរើសទី1របស់ខ្ញុំចាសិនជាអាចណាយើងមានលទ្ធភាពយើងអាចទិញផ្ទះចាហ្នឹងហើយឡានយើងទិញតាមក្រោយពួកអីមជ្ឈោបាយធ្វើដំណើរវាមានច្រើនជំរើសឲ្យយើងចាហ្នឹងបងបើនិយាយអញ្ចឹងសម្រាប់តាំងពីការឲ្យដល់ឥឡូវបងដែរយកលុយបោះ
ម៉ាក់ប៉ាក្មេងឬមួយក៏ម៉ាក់យើងបកើតហ្នឹងយកមកជាចំណែកនៃការទិញផ្ទះហ្នឹងអត់ មែនតើទៅបច្ចុប្បន្នឥឡូវនេះផ្ទះដែលខ្ញុំរស់នៅហ្នឹងអាហ្នឹងជាផ្ទះរបស់ម៉ាក់ក្មេកទេហ្នឹងហើយគាត់បានផ្ដល់ឲ្យយើងនៅពេលដែលយើងការហើយឲ្យយើងមានកន្លែងរស់នៅចឹងណាហើយតាក់ទងជាមួយនឹងផ្ទះផ្សេងទៀតគឺខ្ញុំអត់ទាន់បានភាគច្រើនគឺខ្ញុំទិញវិនិយោគទេចាហ្នឹងហើយដូចជា condo ឬក៏ដីអីចឹងណាដើម្បីជួលឬមួយក៏លក់អីធ្វើជួលអីចឹងទៅចាបងអញ្ចឹងវាជារឿងមួយដែលរសើបមែនតើពាក់ព័ន្ធជាមួយនឹងលុយអ្នកខ្លះគាត់ថាអាំងតាម៉ាក់ប៉ាមានស្រាប់ចង់ធ្វើអីក៏បានការហៅចង់ដេកស៊ីក៏បានដែរអីចឹងទៅអាហ្នឹងជាជំរើសរបស់បងទាំងអស់គ្នាតែសម្រាប់បងការដែលរស់នៅផ្ទះរបស់ម៉ាក់ក្មេកហ្នឹងបងគាត់ថាវាងាយស្រួលសម្រាប់បងឬមួយក៏ជាសម្ពាធអីមែនតើទៅវាអត់មានសម្ពាធអីទេមានតែអរគុណគាត់ចាតែគាត់ជួយយើងមកចំណែកដើម្បីឲ្យយើងមានភាពងាយស្រួលនៅក្នុងការរស់នៅទន្ទឹមនឹងហ្នឹងបើសិនជាខ្ញុំមានលទ្ធភាពក៏ខ្ញុំនៅតែចង់ទិញផ្ទះមួយដោយខ្លួនឯងដែលជាញើសឈាមប្តីប្រពន្ធយើងដែរព្រោះអីពីយើងទៅគឺអត់រំពឹងចង់បានអីពីគាត់ទេចាអញ្ចឹងបើសិនជាយើងមានលទ្ធភាពរបស់ខ្លួនឯងហើយយើងអាចបកគោលផ្ទះឲ្យគាត់ផ្ទះហ្នឹងគាត់អាចយកទៅធ្វើអាជីវកម្មបានណាចាអញ្ចឹងគាត់អាចដាក់ជួលដាក់អីសម្រាប់ប្រាក់ពេលចូលនិវត្តន៍របស់គាត់អញ្ចឹងក៏មួយយ៉ាងដែរអញ្ចឹងពីខ្ញុំទៅប្តីប្រពន្ធអត់ដែលរំពឹងចង់បានអីពីម្ដាយឪពុកទាំងសងខាងទេអញ្ចឹងហើយទៅពួកខ្ញុំខំប្រឹងទាំងពីរនាក់ព្រោះយើងគ្រាន់តែចង់មានជីវភាពមួយដែលយើងល្អប្រសើរជាងមុនហើយយើងអាចគ្រប់គ្រងខ្លួនឯងបានណាចាបងកាលពីក្មេងដែរលួចខឹងម៉ាក់នៅពេលដែលគាត់ប្រើយើងធ្វើនេះធ្វើនោះគាត់ធ្លាប់ដែរថាពេលខ្លះគាត់ប្រើយើងធ្វើរឿងដែលយើងអត់ចូលចិត្តអីចឹងទៅយើងអត់សប្បាយចិត្តដែរពេលគាត់ប្រើធ្វើអីគេបងពេលដែលគាត់នៅកំពុងរៀនអីចឹងគាត់គិតថាយើងនឹងមានពេលវេលាអាចទៅធ្វើការងារអី part time អីចឹងណាគាត់ចេះតែណែនាំឲ្យយើងទៅធ្វើនេះធ្វើនោះចឹងណាទាំងការងារខ្លះយើងអត់ចូលចិត្តណាប៉ុន្តែគាត់ណែនាំឲ្យទៅដាក់ពាក្យទៅធ្វើទៅតែសួរថាសប្បាយចិត្តអត់សប្បាយចិត្តទេខឹងគាត់ដោយសាររឿងឲ្យគាត់ឲ្យយើងទៅធ្វើប៉ុន្តែដោយសារតែគាត់អាចថាគាត់លំបាកហើយគាត់មិនចង់ឲ្យកូនលំបាកទេហើយបងដែរខឹងគាត់ដែរថាគាត់ស្រឡាញ់កូនអត់ស្មើគ្នាអត់ទេព្រោះអីគាត់អត់ដែលមានភាពលំអៀងទេទាំង3នាក់គឺគាត់ស្រឡាញ់ស្មើគ្នាអ្វីដែលគាត់ផ្ដល់ឲ្យបានគឺផ្ដល់ឲ្យទាំង3នាក់អញ្ចឹងខ្ញុំអត់ដែលគិតថាគាត់ស្រឡាញ់កូនអត់ស្មើគ្នាឬក៏ស្រឡាញ់អ្នកនេះច្រើនជាងអ្នកនោះច្រើនជាងទេចាតទៅពេលមកបងជាមួយកូនវិញកូនដែរនិយាយរឿងក្នុងចិត្តជាមួយបងអត់កូនខ្ញុំធំគាត់11ឆ្នាំហើយអញ្ចឹងភាគច្រើនគាត់ចែកម្លែកបានច្រើនតាក់ទងនឹងរឿងគាត់ជួបប្រទះសពថ្ងៃគាត់ទៅរៀនគាត់ជួបអីប្លែកឬក៏អត់សប្បាយចិត្តនឹងអ្នកណាគឺគាត់ចែកម្លែកមួយយើងចាចាចំពោះស្វាមីបងដែរចែកម្លែកពីរឿងពាក់ព័ន្ធមួយកៅស៊ីរបស់គាត់ថាបងពិបាករឿងនេះរឿងនោះជាមួយបងចែកនិយាយទៅពីរអ្នកខ្ញុំគឺអាសាចែកម្លែកជាមួយគ្នាហ្នឹងហើយព្រោះចែកម្លែកទៅពេលខ្លះវាធូរហើយពេលខ្លះទៀតក៏យើងអាចជួយជាគំនិតយោបល់គាត់ដែរគាត់ស្តាក់រឿងអីគាត់គិតអីអត់ចេញគាត់ធ្វើអីអត់ចេញឬក៏រឿងទូចភាគច្រើនខ្ញុំធ្វើរឿងទូចនៅពីក្រោយគាត់ព្រោះគាត់អត់ចូលចិត្តធ្វើរឿងទូចអស់ហ្នឹងទេគាត់អត់ចូលចិត្តមកអង្គុយគិតធ្វើរឿងទូចទេអញ្ចឹងខ្ញុំអ្នកធ្វើរឿងអស់ហ្នឹងនៅពីក្រោយគាត់អញ្ចឹងរឿងណាអាទូចដែលគាត់ស្មុកគាត់គិតអត់ចេញអីហ្នឹងគឺគាត់ប្រាប់យើងឬក៏សុំជំនួយពីយើងហើយចាបងរយៈពេល7-10ឆ្នាំដែលបងលក់អនឡាញបងគិតថាពេលណាមួយដែលនឹងបោះបង់វាមានដែរមានមកពេលហ្នឹងគឺខ្ញុំបោះបង់ហ្មងខ្ញុំឡើងបាត់ពីពិភពអនឡាញហ្មងរៀងបាក់ទឹកចិត្តពេលដូចជាពេលកូវីដហើយហ្នឹងការលក់វាធ្លាក់ចុះវាដូចជាអត់មានប្រសិទ្ធភាពហើយពេលហ្នឹងដូចចង់ទៅធ្វើអីផ្សេងអញ្ចឹងណាចង់ទៅសាកឲ្យខ្លួនឯងទៅធ្វើអីផ្សេងមើលចង់ដើរចេញពីអាជីវកម្មអនឡាញហ្នឹងមើលថាតើវាទៅរួចអត់អញ្ចឹងណាតែឥឡូវចុងក្រោយនៅបកមកវិញដែរមានអារម្មណ៍ថាស្រឡាញ់នៅតែស្រឡាញ់ការលក់ហ្នឹងហើយនៅតែស្រឡាញ់អញ្ចឹងហើយគិតថាតស៊ូមកយូរដែរហើយអញ្ចឹងបើ
សាកម្ដងទៀតទៅងើបម្ដងទៀតទៅវាបើសិនជាវាមិនធ្វើឲ្យយើងដុនដាបខ្លាំងទេយើងធ្វើទៅឥឡូវនៅក្នុងវិស័យអនឡាញដដែល តែរងឯងឃើញបងកាន់ផលិតផលច្រើនជាងគេគឺTory នឹងត្រូវឲ្យបងចាហេតុអីបានបងកាន់ទៅនឹងច្រើនជាងគេចឹង ដោយសារតែទីមួយខ្ញុំ support brand កូនខ្មែរ ហាអញ្ចឹង Tory នឹងគឺជា brand របស់កូនខ្មែរខ្ញុំធ្លាប់ឃើញនៅក្នុងកន្លែងហាងលក់ skin care គាត់ថាអាចជាផលិតផលរបស់កូរ៉េដែលក្រុមហ៊ុនធំៗមកតាបងដោយសារ packaging ស្អាតមែនតើ ចានិយាយទៅ Tory គឺជា brand របស់កូនខ្មែរប៉ុន្តែរាល់ការផលិតការវេចខ្ចប់ ingredient នេះគឺគាត់ធ្វើពីរោងចក្រនៅកូរ៉េផ្ទាល់ហ្មងអញ្ចឹងខ្ញុំទីមួយគឺខ្ញុំ support brand កូនខ្មែរហ្មងតាមពិត brand របស់កូរ៉េផ្សេងៗទៀតដែលក៏ខ្ញុំមានលក់ដែរតែខ្ញុំផ្ដោតលើ Tory ខ្លាំងដោយសារតែខ្ញុំប្រើទៅមានប្រសិទ្ធភាពអញ្ចឹងខ្ញុំចង់ចែកម្លែកឲ្យស្រីៗគ្នាយើងមិនថាស្រីៗប្រុសៗទេប្រើបានទាំងពីរនាក់ចា Tory ប្រើបានទាំងប្រុសទាំងស្រីអញ្ចឹងចង់ចែកម្លែកភាពស្អាតឲ្យគាត់ដែរអញ្ចឹងបានយើងនៅតែកាន់រហូតទៅចា មកដល់សប្តាហ៍ថ្ងៃនេះបងអាចបងដឹងច្រើនពី Tory នេះហ៎បងដឹងច្រើនហ្នឹងគឺសំដៅទៅលើអាចថាផលិតផលទាំងអស់នៃ Tory ហ្នឹងហ្មងដឹងអញ្ចឹងរងឯងមានអីគេខ្លះបងមានសាលីជូតមុខមាន spray បាញ់មុខហើយមានសេរ៉ូមម្ជុលចាហើយដែល unique ជាងគេហ្នឹងគឺសេរ៉ូមម្ជុលហ្នឹងឯងអត់ទេល្បីមែនតើការខ្ញុំស្រាប់ឃើញតែខ្ញុំវាអត់បានចាប់អារម្មណ៍ថាតើជា brand របស់ណាគេអញ្ចឹងណាដោយសារយើងអត់ទាន់បានសាកលបងប្រើតែឃើញលក់ច្រើនផ្ទុះមែនតើហ្មង Tory នឹងradio shot អីគេហ្នឹងណាបងចាសម្រាប់ការលក់អនឡាញរបស់បងនឹងគិតថានឹងចូលនិវត្តន៍នឹងថ្ងៃណាមួយអត់ទាន់មានកម្រងចូលនិវត្តន៍ទេនិយាយទៅបើសិនជាខ្ញុំនៅតែអាចមានឱកាសនៅតែអាចធ្វើវាបានតទៅទៀតគឺខ្ញុំនៅតែធ្វើវារហូតចឹងនៅតែបន្តពិសេសជាងគេវា Tory ឲ្យទៅដល់ណាដល់ណីពោះជាងហ្នឹងទៅចាហើយបើសិនជាមានផលិតផលផ្សេងទៀតដែលល្អខ្ញុំគិតថាល្អខ្លួនខ្ញុំបានតេស្តហើយខ្ញុំពេញចិត្តខ្ញុំទុកចិត្តគឺខ្ញុំអាចនឹងយកវាមកថែមទៀតចឹងខ្លាចជា brand owner ដោយសារតេស្តច្រើនពេកតេស្តច្រើនចាព្រោះយើងស្រឡាញ់ភាពស្អាតយើងស្រឡាញ់ការថែទាំសម្រស់អញ្ចឹងខ្ញុំគិតថាមិនងាយចូលនិវត្តន៍ទេចាំមើលអាចតកូនតចៅôngដឹងអត់ទេប្រហែលដែរសង្ឃឹមថ្ងៃណាមួយបងអាចបង្កើត brand ខ្លួនឯងមិនថា brand ទៅលើ skin care មួយក៏អីទេចាដោយសារបងរកស៊ីក្នុងវិស័យអនឡាញផងហើយគ្រួសារបងក៏មានបទពិសោធន៍ធ្វើការបទពិសោធន៍នៅក្នុងការរកស៊ីអញ្ចឹងចំពោះបងគិតថាការដែលយើងខ្ចីលុយពីណាពីណីដូចជាធនាគារឬក៏ចងការអីផ្សេងយកមកបរិយាជីវកម្មតើវាជារឿងត្រូវអត់ការខ្ចីលុយវាអត់ខុសទេប៉ុន្តែសំខាន់គឺលើយើងខ្ចីយកមកធ្វើអីហើយយើងមានផែនការសងវិញអត់អញ្ចឹងសំខាន់គឺលើការគ្រប់គ្រងលុយហ្នឹងឯងបើសិនជាយើងខ្ចីលុយហ្នឹងយកមកដើម្បីវិនិយោគឬក៏យើងដាក់នៅលើអ្វីមួយដែលអាចបង្កើតចំណូលបានមកវិញហើយយើងមានផែនការច្បាស់លាស់យើងមានការគិតគូរយើងមានការគ្រប់គ្រងហានិភ័យច្បាស់លាស់ការខ្ចីលុយវាអាចជាជំហានមួយនៅក្នុងការរីកចម្រើនរបស់យើងទៅមួយជំហានទៀតប៉ុន្តែវាខុសនៅពេលដែលយើងខ្ចីដោយអារម្មណ៍យើងខ្ចីយកមកដើម្បីបង្អួតសង្គមឬក៏យើងខ្ចីដើម្បីសម្ភារៈនិយមអញ្ចឹងវាគឺជារឿងមួយដែលយើងដូចទៅបង្កើតបញ្ហាឲ្យខ្លួនឯងឬក៏បន្ថែមបន្ទុកឲ្យខ្លួនឯងអញ្ចឹងមួយទៀតបងខ្ញុំសង្កេតឃើញមករយៈចុងក្រោយនេះអាចថាតាំងពីឆ្នាំ2024អីទៅពី COVID មកមិនឃើញយុវវ័យរបស់យើងវ័យទៅតែ22ឬក៏2019អីគាត់ចាប់ផ្ដើមចាពាក់ធនាគារចាប់ផ្ដើមបង់រំលោះគេអាហ្នឹងហេតុអីបានគាត់ត្រូវតែចាពាក់អញ្ចឹងអានឹងប្រហែលជាអាចតាមការគិតរបស់គាត់ដូចគ្នាប៉ុន្តែអ្វីដែលខ្ញុំមើលឃើញថាឥឡូវនេះវ័យគេហៅវ័យ Gen Z ចា9 10 8 10ឬក៏20ហ្នឹងចាប់ដើមគាត់មានឱកាសការងារច្រើនគាត់មានឱកាសការងារច្រើនជាងយើងជំនាន់មុនអញ្ចឹងអាចថាដោយសារតែគាត់អាចរកប្រាក់ចំណូលបានដោយខ្លួនឯងហើយអញ្ចឹងការបង់រំលោះក៏អត់ជាបញ្ហាសម្រាប់គាត់ដែរទើបគាត់ហ៊ានទៅបង់រំលោះឬក៏ខ្ចីអីហ្នឹងដើម្បីទៅវិនិយោគបន្ថែមដូចនៅខ្ញុំនិយាយដដែលអញ្ចឹងថាខ្ចីវាអត់ខុសទេសំខាន់គឺគាត់គ្រប់គ្រងការខ្ចីហ្នឹងបែបណាហើយគាត់មានផែនការសងវិញត្រឹមត្រូវដែរឬក៏អត់ចឹងមើលសិនគាត់ច្បាស់ថាគាត់ចំណូលគាត់ប៉ុណ្ណឹងគាត់អាចទៅរួចគាត់ខ្ចីដើម្បីយកមកអភិវឌ្ឍខ្លួនឯងបន្ថែមទៀតដែលអូខេចា
ក៏មកតែគាត់ខ្ចីហើយគាត់ខ្ចីមកទិញចំណេះខ្ចីទិញឡានទិ នឹង ញអី ខ្ចីទិញឡានទិញអីអាហ្នឹងគេហៅថាបង្អួតសង្គមវិញហើយសម្ភារៈនិយមវិញហើយវាមានបង្កើត channel ឲ្យវិញហើយប៉ុន្តែអ្នកខ្លះទៀតគាត់ចេញធ្វើ freelancer គាត់មានការងារធ្វើដូចជា content creator អីចឹងគាត់ត្រូវមានការវិនិយោគខ្លះត្រូវ update ខ្លួនឯងខ្លះត្រូវទៅរៀនខ្លះអញ្ចឹងទីមួយគាត់មាន channel ហើយអញ្ចឹងគាត់ចង់ឲ្យខ្លួនឯង up ទៅមួយ level ទៀតឲ្យកាន់តែខ្ពស់គាត់ទិញកាមេរ៉ាចុះពីមុនថតទូរស័ព្ទដៃដល់ពេលឥឡូវគាត់ទិញកាមេរ៉ាអញ្ចឹងគាត់ទិញបង់មលុះគាត់គិតថា channel គាត់អាចបង់មលុះបានហើយអាហ្នឹងយកមកធ្វើឲ្យគុណភាពប្រសិទ្ធភាពការងារគាត់បានកាន់តែប្រសើរជាងមុនអញ្ចឹងគាត់ធ្វើទៅអត់ខុសទេ អានេះជារឿងល្អវិញ ចាជារឿងល្អហ្នឹងហើយ នឹងបងគ្រប់ត្រូលនឹងសកម្មភាពបែបហ្នឹងតែបងអួតសង្គមដូចបងនិយាយពេលដែលទូរស័ព្ទ12 13ប្រើកើទៅប្រើ18 ហ្នឹង ឧទាហរណ៍ណាចាអញ្ចឹងដែរតែអាហ្នឹងខ្ញុំអត់ដឹងថាតើវាជាជំរឿរបស់អ្នកទាំងអស់គ្នាឬក៏ការបំពុលបំផុសមកពីណាដូចអ្នកខ្លះគាត់តែងតែនិយាយថាអាហ្នឹងមកពីការផ្ជែកគ្នាក្នុង Facebook ពីច្រើនណាបងអញ្ចឹងមកយល់ឃើញមិនអាហ្នឹងហេតុអីបានជំរុញពួកគាត់ចូលចិត្តផ្ជែកជាមួយនឹងសម្ភារៈនិយមបែបហ្នឹង បាននិយាយមែនតើទៅនៅលើបណ្ដាញសង្គមភាគច្រើនគឺគេបង្ហាញនៅអ្វីដែលគេចង់ឲ្យយើងឃើញទេតែអា behind the scene អានៅពីក្រោយខ្នងរបស់គេហ្នឹងយើងអត់ដឹងទេអញ្ចឹងហើយបើពីខ្ញុំទៅខ្ញុំលើកទឹកចិត្តថាកុំព្យាយាមយកជីវិតខ្លួនឯងទៅប្រៀបធៀបនៅអ្វីដែលយើងឃើញនៅលើបណ្ដាញសង្គមណាធ្វើទៅតាមលទ្ធភាពខ្លួនឯងទៅអ្វីដែលយើងគិតថាអាចឲ្យខ្លួនឯងរីកចម្រើនយើងធ្វើទៅតែបើសិនជាវាមើលទៅវាមិនមែនជារឿងចាំបាច់សម្រាប់យើងទេមិនបាច់តន់ទេតាមលទ្ធភាពហ្នឹងហើយខ្ញុំក៏គិតចឹងដែរបងពួកអីអ្នកខ្លះគាត់ឃើញគេមានទូរស័ព្ទល្អប្រើមានម៉ូតូល្អជិះគាត់ចេះតែហក់លោតតាមគេអញ្ចឹងតាំងតែខ្លួនឯងរកបានតែ3ពេលឯងមានន័យថាហូបបានតែ3ពេលឯងចាបងតែគិតថានឹងចង់ជួយគ្រួសារបងអត់ឧទាហរណ៍ថារលួយបានច្រើននឹងជួយម៉ាក់ជួយប៉ាជួយម៉ាក់របស់បងណាឧទាហរណ៍ប្រកាសទៅបើសិនជាយើងមានលុយច្រើនយើងមានលទ្ធភាពយើងត្រូវតែជួយគាត់ចាជួយទៅតាមអីដែលយើងអាចជួយបានចាអាហ្នឹងចំពោះចក្ខុវិស័យបងជាមួយនឹងគ្រួសាររបស់បងចាអូខេបងអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំចង់ឲ្យបងប្រមូលខ្លួនឯងតិចគេលើគេណាមួយអាចមានឱកាសគេហៅធ្វើ BA អញ្ចឹងណាចាព្រោះឥឡូវនេះយើងកាន់ផលិតផលច្រើនណាឃើញមានទឹកដោះគោផងអីផងអញ្ចឹងទៅអញ្ចឹងបើសិនជាចង់តាក់ទងការងារជាមួយបងឬមួយក៏ចង់ទិញ skin care ឬក៏អ្នកខ្លះទៅគាត់មានក្រុមហ៊ុនចង់ការពារ security ក្រុមហ៊ុនរបស់គាត់តាក់ទងតាមណាដែរបងចាជាចុងក្រោយនេះខ្ញុំចង់អរគុណដល់អតិថិជនដែលគាត់គាំទ្រនៅ skin care ដែលខ្ញុំលក់នៅលើ page Zaza Cosmetic កន្លងមកហើយក៏ដូចជាអរគុណដល់ client ដែលគាត់តាក់ទងមកដើម្បីធ្វើវីដេអូដើម្បីបរិច្ឬក៏ពង្រឹងអាជីវកម្មគាត់ឲ្យកាន់តែប្រសើរឡើងអញ្ចឹងពីខ្ញុំទៅបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាតាក់ទងជាមួយនឹងស្បែកមុខឬក៏បញ្ហាក្នុងការជ្រើសរើស skin care អ្នកទាំងអស់គ្នាអាចតាក់ទងមកខ្ញុំបានតាម page Zaza Cosmetic ឬក៏ជាឱកាសសម្រាប់បងស្រីៗដែលគាត់អត់ទាន់ដឹងថាធ្វើអីគាត់ចង់ចាប់ឱកាសអនឡាញលក់អនឡាញគាត់អាចតាក់ទងមកបានដូចគ្នាខ្ញុំអាចផ្ដល់ជាការប្រឹក្សាយោបល់ហើយក៏យើងមានកញ្ចប់ទូចសម្រាប់ឲ្យគាត់ចាយដើមទុនតិចនៅក្នុងការបង្កើតនៅអាជីវកម្មអនឡាញដូចគ្នាដែរហើយសម្រាប់បងដែលជាម្ចាស់អាជីវកម្មមានតម្រូវការចង់ផលិតវីដេអូដើម្បីផ្សព្វផ្សាយពីសេវាកម្មឬក៏ផលិតផលរបស់អ្នកទាំងអស់គ្នាក៏អាចតាក់ទងមកខ្ញុំបាននៅលើ page ផ្លូវការរបស់ខ្ញុំឈ្មោះរស្មីចាអរគុណ